ខ្ញុំពិតជាសប្បាយរីករាយនឹងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលមានគម្រោងសម្រាប់បែងចែកដីឲ្យប្រជាពលរដ្ឋដែលគាត់អត់ដីពិតប្រាកដដើម្បីឲ្យពួកគាត់បានមករស់នៅនិងប្រកបការងារដើម្បីចិញ្ចឹមជីវិតដើម្បីឲ្យពួកគាត់ចាកឆ្ងាយពីភាពក្រីក្រខ្ញុំមករស់នៅទីនេះក្នុងកំឡុងឆ្នាំ2017ហើយត្រូវបានក្រុមប្រឹក្សាឃុំជ្រើសរើសជាមេភូមិនឹងក្នុងឆ្នាំ2021ថ្មីនេះទេសប្តាហ៍ថ្ងៃខ្ញុំមានគ្រួសារហើយនិងមានកូនចំនួន2នាក់កូនស្រីទាំងពីរកាលដំបូងឡើយគម្រោងយើងចាប់ផ្ដើមបែងចែកគាត់ក្នុងអំឡុងឆ្នាំ2012យើងឲ្យ2013 14ហ្នឹងយើងចាប់ផ្ដើមបង្ហាញឡូគាត់ដើម្បីឲ្យគាត់ស្គាល់ថាដីរបស់គាត់នៅកន្លែងនេះឲ្យគាត់ដើម្បីឲ្យគាត់មកប្រើប្រាស់ដីនឹងក្នុងអំឡុងឆ្នាំ2014ហ្នឹងគឺពិបាកតាំងពីផ្លូវធ្វើដំណើរពិបាកមែនទែនដោយសារយើងអត់ទាន់មានផ្លូវគ្រួក្រហមអីចេះទេផ្លូវតាមផ្លូវអតេសគោដែលគេបមករੂអស់រੂអីចឹងលោកដល់អញ្ចឹងទៅពិបាកធ្វើដំណើរឲ្យពេលនោះជាពលរដ្ឋក៏គាត់មកតាំងទីលំនៅហ្នឹងតិចដែរក្រោយពីគម្រោងបានត្រាស់សេឈូសឆាយផ្លូវតភ្ជាប់ពីសាលាឃុំមកដល់ទីតាំងដីហ្នឹងបានប្រជាពលរដ្ឋគាត់ចាប់ផ្ដើមមកបដើចេះតែកាប់ឆ្ការដែលរដ្ឋបែងចែកឲ្យហ្នឹងក៏បង្កើនផលតិចម្ដងរហូតដល់បានមកនៅមនុស្សច្រើននឹងតែម្ដងគ្រូហើយសម្រាប់ជីវភាពដែលគាត់មកហ្នឹងគឺគាត់អាស្រ័យផលលើដាំដំណាំដោតទៅលើស្វាយចន្ទីដោយសារនៅទីនេះវាមានសក្តានុពលដីក៏មានជីជាតិតអញ្ចឹងគាត់ដាំស្វាយចន្ទីទាំងអស់គ្នាហ្នឹងឡាសិតហ្នឹងកាលគម្រោងគាត់អត់តាន់ជាប់ហ្នឹងគម្រោងចេះតែមកបណ្ដុះបណ្ដាលជំរុញដើម្បីឲ្យគាត់ហ្នឹងមានបច្ចេកទេសក្នុងការដាំស្វាយហ្នឹងឲ្យបានទិន្នផលខ្ពស់ដែរតាមរយៈគម្រោងតាមមន្ទីរពាក់ព័ន្ធដែលនៅក្នុងគម្រោងគាត់ជួយបានច្រើនប្រជាពលរដ្ឋដែលទទួលដីនៅគម្រោងរបស់រាជរដ្ឋាភិបាលចែកឲ្យហ្នឹងក្នុងមួយគ្រួសារទទួលបានដីមហត្ថកន្លះអាហ្នឹងសម្រាប់ដីកសិកម្មសម្រាប់ដីលំនៅឋានក្នុងមួយគ្រួសារទទួលបានក្បាល20ម៉ែត្របដោយ50ម៉ែត្របន្ទាប់ពីគាត់ទំនេរពីការងារថែទាំចំការរបស់គាត់អាចទៅស៊ីឈ្នួលអ្នកនៅជុំវិញនឹងបានដូចជាខាងក្រុមហ៊ុនចំការកស៊ូនោះឲ្យតែគាត់ទំនេរគាត់អាចទៅសុំគេធ្វើការបាននៅទីនេះសម្រាប់អ្នកលក់ដូរអីវ៉ាន់ចាប់ព្រួយនឹងមាន11គ្រួសារជាបរិវត្តនៅហ្នឹងគាត់លក់ដាច់ខាងកម្មករកស៊ូគេចុះមកទិញតែអញ្ចឹងគាត់ដើរការលក់អីវ៉ាន់ចាប់ព្រួយគាត់បានដាច់គូស៊ំនៅទីនេះតាំងពីយើងប្រកាសភូមិផ្លូវការមកសម្រាប់សុខសុវត្ថិភាពយើងកន្លងមកវាមានតិចតួចប៉ុន្តែយើងអាចទំនាក់ទំនងទៅខាងអាជ្ញាធរឲ្យគេជួយអន្តរាគមន៍មកទីនេះបានភ្លាមដែរស្មើណាក៏ទោះបីថាយប់ឲ្យតែយើងរាយការណ៍ជូនគាត់គឺមកដល់ភ្លាមរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរឃុំមន្ទីរពាក់ព័ន្ធនេះគេជំរុញដើម្បីបង្កើតជាសហគមន៍នេះឡើងក្រោយដែលយើងបង្កើតសហគមន៍ហើយសហគមន៍បានធ្វើចំនួនចន្ទីស្ងួតជាមួយក្រុមហ៊ុនដៃគូហ្នឹងឃើញថាឈ្មួញកដាលហ្នឹងគាត់អត់ហ៊ានដោយថាបញ្ចុះតម្លៃឲ្យស្វាយយើងទេពឬក៏សាច់តែចិត្តគាត់ថាគាត់អត់ហ៊ានទេអញ្ចឹងនេះជាគុណសម្បត្តិរបស់សហគមន៍មួយធំដែលធ្វើឲ្យផលិតផលនៅក្នុងភូមិយើងមានតម្លៃនិងមានទីផ្សារខ្ពស់ជាងដែលយើងមិនទាន់បង្កើតសហគមន៍នេះឡើងក្រោយពីគាត់បានចូលជាសមាជិកសហគមន៍កសិកម្មហ្នឹងគាត់ចេះតាំងពីថែទាំធ្វើជីខ្លួនឯងក៏គាត់ចេះធ្វើដែរគាត់ចេះធ្វើហ្នឹងកាត់ចំណាយមួយគាត់ច្រើនហើយអញ្ចឹងគាត់អាចចំណេញកាន់តែច្រើនហើយតើអញ្ចឹងទៅទីមួយគាត់ផ្លាស់ប្ដូរពីអាទម្លាប់ចាស់របស់គាត់មកងាកមករកអ្វីដែលជាបច្ចេកទេសរបស់ក្រសួងក៏ដូចជារាជរដ្ឋាភិបាលកំពុងតែជំរុញហ្នឹងក្នុងនាមខ្ញុំជាអាជ្ញាធរនៅទីនេះខ្ញុំមើលឃើញពីផលលំបាកនិងបញ្ហាប្រឈមទី1ដោយសារផ្លូវដោយសារចំនួនទឹកភ្លៀងវាមានដាច់មានហូរច្រោះហើយអាការប្រើប្រាស់ប្រចាំថ្ងៃហ្នឹងវាច្រើនពេកទៅអាផ្លូវដែលខាងគម្រោងគាត់កសាងហ្នឹងវាស្ទើរតែខូចខាត
ទាំងអស់ហើយអញ្ចឹងបញ្ហាប្រឈមខ្លាំងជាងគេគឺផ្លូវសម្រាប់គាត់ដឹកជញ្ជូនកសិផលគាត់ហើយទី2នេះពាក់ព័ន្ធនឹងទឹកដោយសារយើងនៅទីនេះយើងអត់ទាន់មានកន្លែងដែលផ្គត់ផ្គង់ទឹកស្អាតទេសម្រាប់វិស័យអប់រំនៅទីនេះបច្ចុប្បន្នហ្នឹងយើងខ្វះសាលាមត្តេយ្យរបស់រដ្ឋតែយើងមានមត្តេយ្យសហគមន៍ដែលរដ្ឋបាលឃុំគេធ្វើកិច្ចសន្យាជាមួយគ្រូដើម្បីឲ្យគាត់បរៀនមត្តេយ្យសហគមន៍តែជាក់ស្ដែងជាពលរដ្ឋបងប្អូននៅទីនេះគាត់បញ្ជូនកូនទៅរៀនដែរតែគឺខ្វះគ្រូបរៀនរាល់ថ្ងៃបានតែ3បន្ទប់ទេដល់នៅសល់2បន្ទប់ទៀតថ្នាក់ទី4និងទី5ដល់អញ្ចឹងកូនអ្នកភូមិនៅទីនេះពេលដែលទៅដល់ថ្នាក់ទី4គាត់ត្រូវទៅរៀននៅខាងក្រៅឆ្ងាយពីនឹងប្រហែលជា6-7 គីឡូបានទៅដល់សាលារៀនអញ្ចឹងជាសំណូមពររបស់ខ្ញុំនឹងបើនេះយើងអាចសំណូមពរឲ្យមានគ្រូបរៀនថ្នាក់ទី4ទី5ឬក៏អាចមានអនុវិទ្យាល័យនៅនឹងទៀតកាន់តែប្រសើរខ្ញុំពិតជាសប្បាយរីករាយនឹងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលមានគម្រោងសម្រាប់បែងចែកដីឲ្យប្រជាពលរដ្ឋដែលគាត់អត់ដីពិតប្រាកដដើម្បីឲ្យពួកគាត់បានមករស់នៅនិងប្រកបការងារដើម្បីចិញ្ចឹមជីវិតដើម្បីឲ្យពួកគាត់ចាកឆ្ងាយពីភេទក្រីក្រហើយនឹងថ្លែងអំណរគុណសម្រាប់ក្រុមការងារទាំងអស់ដែលពាក់ព័ន្ធជាមួយគម្រោងនេះឲ្យមានគម្រោងបន្តទៀតសម្រាប់គ្រប់គ្រងនៅក្នុងភូមិជាបន្តទៀតទៅថ្ងៃអនាគតខ្ញុំចង់ឲ្យភូមិនៅទីនេះក្លាយជាភូមិក្សេមក្សាន្តទៅថ្ងៃអនាគតដោយសារនៅតំបន់នេះការរៀបចំហេដ្ឋារចនាសម្ព័ន្ធយើងអាចថាក្រុងជនបទបានដោយសារការរៀបចំប្លង់មានលំនៅឋានមានផ្លូវគឺគាត់អត់ពិបាកចេញចូលទេខាងនេះក៏មានផ្លូវខាងនេះក៏មានផ្លូវដល់អញ្ចឹងយើងប្រៀបដូចនៅគេហៅបរិយាជនបទអញ្ចឹង